bà cho mà đo khăn này bà chủ yếu xong chủ yếu số là khô chủ yếu số ôn thằng khăn này bà khơi thà khăn này club nên cùng rốt có mà so sánh không ai hay khơi thà miền bón trao vào đó chân kết từ lơ chấm lá sắp bay đang mỏng ôn chị nè nước nó cùng rốt toan rồi cha bông cha tao miền ca sờ lanh cái đôi chị quanh chất từ lơ chấm lá sắp bay đang bay bách ban dịp ôn ở quảng ca việt nam màu nhung quanh chất để xa ấy mũi chấm lá sắp bay năng vi chỉ và bật thọ bọc mai dương lại còn ban để xa tục màu hay mới tiêu vi chỉ kê đầm này bọc mai dương mỏng chẳng thấy cô nhung cái tha không niêm dương chỉ con mai năng dương thời ta để xa tục nữ chấm lá sắp bay năng hay đầm mũi tiết dương trong bằng hai ơi nè đã con ban màu đa mơ nãy đây bỏ xa của dương nắng còn ban score ha sao dương cọ ban thua nơi chấm lá sắp bay hay cọ ban hiển xoay nhô hay mới tiết đầm bay tha lực tôi nơi kê một đạp bọc mai dương đài hay ta thôi mà ná khơi thà miền ca chạ ca đạp được nông ca vơ bia đấy chụp tự ta miền chụp ho thì bạn cái class đấy ổn cha bông ca đạp bay này cứ miền chụp họ bạnบอกđờiตะโบนั่นคือពួកខ្ញុំអត់ចេះអីសឹងទាំងអស់ហើយក៏មានសមាជិកក្រុមរបស់ខ្ញុំហ្នឹងគឺគាត់ចេះចឹងហើយគាត់ក៏បង្កើតជាក្រុមដើម្បីចំណាក់ស្បែកនឹងឡើងដោយតបងហ្នឹងវាមានលំបាកដោយសារតែមួយពួកខ្ញុំអត់ទាន់មានជំនាញច្បាស់លាស់ខាងហ្នឹងឯងហើយមួយទៀតយើងអត់ទាន់មានខាងណាដែលគាត់មកផ្ដល់ឲ្យពួកខ្ញុំហ្នឹងហើយមួយទៀតយើងអត់ទាន់ដឹងថាស្បែកហ្នឹងយើងត្រូវធ្វើមិនយើងត្រូវធ្វើមិនហើយមើលស្បែកហ្នឹងមិនទេប៉ុន្តែបន្ទាប់មកក៏មាននៅខាងមន្ទីរវប្បធម៌វិចិត្រសិល្បៈនៃរាជធានីភ្នំពេញហ្នឹងក៏គាត់បានមកចុះមកប្រហាត់បរិញ្ញាហើយគាត់បានមកធ្វើសិក្ខាសាលាដើម្បីបញ្ចូលពីចំណាក់ស្បែកដោយគាត់បានប្រាប់ពីនៃការដាប់នៃការរស់ស្បែកកហើយមួយទៀតឆ្នាំស្បែកតែឆ្នាំក៏ពួកខ្ញុំធ្វើខុសដែរវាលំបាកខ្លាំងហ្មងដល់ពេលហើយពួកខ្ញុំក៏ចាប់ដើមគាត់មកគាត់បានប្រាប់ថាពីរបៀបដាំឆ្នាំហើយដើម្បីយកមកលាបមិនហ្នឹងដើម្បីឲ្យយើងវាបានល្អចឹងហើយបានគាត់ចូលមកប្រាប់ហើយក៏បានណែនាំទៅបានពួកខ្ញុំធ្វើបានល្អប៉ុណ្ណឹងបាទជំរាបសួរលោកគ្រូបាទបន្ទាប់ពីយើងបានជួបជាមួយសិស្សនិស្សិតដែលគាត់ធ្វើការគម្រោងផ្ទាល់តែនេះយើងមកចូលសូមជួបលោកគ្រូវិញដែលលោកគ្រូជាអ្នកដឹកនាំទៅលើគម្រោងចម្លាក់ស្បែកនេះផងដែរបាទចឹងតើលោកគ្រូមានចំណាប់អារម្មណ៍បែបណាដែរទៅលើការងារស្នាដៃរបស់សិស្សខ្លួនឯងផ្ទាល់ដែលបានដាក់តាំងបង្ហាញនៅថ្ងៃនេះបាទសម្រាប់ខ្ញុំផ្ទាល់ដែលជាគ្រូដឹកនាំពិតជាមានមោទនភាពនិងសប្បាយចិត្តដែលឃើញថាកូនសិស្សគាត់មានការស្រឡាញ់ទៅលើវប្បធម៌រៀនរបស់ខ្មែរហើយចូលរួមអភិរក្សថែរក្សានៅចម្លាក់ស្បែកដែលកើតចេញពីដំបូងឡើយមែនទេទៅទាំងគ្រូទាំងសិស្សហ្នឹងមិនមានជំនាញផ្នែកហ្នឹងទេប៉ុន្តែយើងបានដឹងខ្លះអំពីព័ត៌មានមួយចំនួនពាក់ព័ន្ធជាមួយនឹងស្បែកហើយផលវិបាកគឺមានច្រើនប៉ុន្តែយើងស៊ូជាមួយគ្នាតែដំបូងឡើយហ្នឹងកូនសិស្សគាត់ទស្សនាល្ខោនស្បែកធំគាត់មកសួរគ្រូថាអាហ្នឹងគេធ្វើបែបម៉េចគ្រូមែនទេអត់សូវចេះប្រហែលទេប៉ុន្តែយើងមានគ្រឹះខ្លះនៅក្នុងវប្បធម៌ហ្នឹងក៏បញ្ចូលណែនាំគាត់ធ្វើចិត្តរបស់គាត់កាន់តែស្រឡាញ់កាន់តែចូលចិត្តគាត់ចាប់តាមឆ្នៃបង្កើតដំបូងហ្នឹងគឺអត់មានស្បែកគោទេគាត់ធ្វើกระดาษរងហើយពលាកហ្នឹងក៏អត់មានដែរគាត់យកចង្កឹះហ្នឹងទៅឆ្នៃកាត់ដំចេញមកអញ្ចឹងក្នុងនាមជាគ្រូហ្នឹងគឺថាសប្បាយចិត្តហើយមានមោទនភាពមែនទែនដែលឃើញពួកគាត់ហ្នឹងចេះស្រឡាញ់ចេះអភិរក្សថែរក្សានៅសម្បត្តិវប្បធម៌ជាតិដែលជាពិសេសនោះរបស់ទាំងអស់នេះមែនទែនទៅសុទ្ធតែចម្លាក់ស្បែកល្ខោនស្បែកត្រូវបានបញ្ចូលក្នុងវិជ្ជាបេតិកភណ្ឌហើយចឹងគ្រូគាត់បានចូលរួមផ្សព្វផ្សាយបែបនេះគឺក្នុងនាមជាគ្រូមានន័យក្រៅតែពីសាទរមោទនភាពចំពោះគាត់បាទអរគុណច្រើនលោកគ្រូបាទ